mà chia ra bông phong nó kia bị mình sửa đam mê tai thò mà chia khá cứ mình ban đam tê cứ bị đau thật luôn ai tầm mà đó bị thang nghi sửa hai con mình nghi sửa đài chẳng hạn anh ấy trong màu thưa cả một hiệp xem xe đây hôm nay mà khơi những cứ trong do đam rìa xây nơi tan là bò này cái đam tan là bò nên cứ nhóm do mỏ cái này từ chia tới đam rìa xây mua đại nơi không thô là sao sẽ nơi không bẩn tốt là bọc nhóm ôm mình nó ôm đam mình ok បងប្អូនគ្នាការពីប្រមាណថ្ងៃមុនគឺខ្ញុំបានទៅដល់ផ្ទះបងប្អូននៅខាងខេត្តកំពង់ធំបងប្អូនគ្នាខ្ញុំទៅដល់គឺខ្ញុំក៏តែឃើញដើមរាសីគឺស្អាតខ្លាំងមែនតែនគឺនៅតាមលបងបងប្អូនគ្នាប៉ុន្តែគឺដើមរាសីចម្លែកខុសគេមូលហេតុអីដោយសារតែដើមរាសីនេះគឺតាមខ្មែងតាមកលៈវាគឺមានប្លុកមានមែកមានជាងដោះមកគឺចម្លែកខ្លាំងមែនតែនហើយខ្ញុំក៏នឹកឃើញថាបើសិនជាខ្ញុំកាត់ដើមរាសីនេះយកទៅដាំនៅផ្ទះដាក់ក្នុងថូប្រកបជាស្រស់ស្អាតដោយសារដើមរាសីនេះមិនមែនជាដូចដើមរាសីដែលយើងទិញតាមផ្សារតែយើងដាំទៅវាដុះលូតត្រង់ឡើងលើបងប្អូនដើមរាសីនេះគឺវាមានខ្មែងដុះខ្មែងគឺមានអារម្មណ៍ថាខ្លួនឯងគឺចង់ធ្វើអ្វីមួយហើយក៏ខ្ញុំបានមកសួរអ៊ំថាអ៊ំដើមរាសីនេះគឺខ្ញុំអាចកាត់បានអត់ខ្ញុំយកទៅដាក់ក្នុងថូដើម្បីឲ្យវាស្រស់ស្អាតចឹងហើយអ៊ំថាអត់អីទេកាត់ទៅដើម្បីឲ្យវាបែកមេសាខាឬក៏វាបែកកូនមកផ្សេងទៀតនឹងគឺវាស្រស់ស្អាតចឹងបងប្អូនគ្នាខ្ញុំធ្វើការចាប់ផ្ដើមកាត់រួចមកគឺខ្ញុំបានយកវាមកមើលថាមួយណាដែលយើងកាត់មានខ្លីមានវែងចឹងដើម្បីយើងតម្រៀបចូលក្នុងថូទៅវាស្រស់ស្អាតបន្ទាប់ពីខ្ញុំបានមើលហើយក៏សម្រេចចិត្តថាអូយកទៅលាងទឹកសិនអូខេបងប្អូនគ្នាឥឡូវពួកយើងខ្ញុំបានកាត់ហើយគឺខ្ញុំដើររកជាយូរហើយខ្ញុំគាត់ថាខ្ញុំអត់ចង់ទិញគេគឺសារទៅដើមនេះគឺដើមដែលយើងស្រួលនឹងដើមហើយក៏ស្រួលនឹងរកដែរចឹងណាគឺខ្ញុំរកបែបខ្មែងចេះបងប្អូនគ្នាដើម្បីខ្ញុំធ្វើជាលក្ខណៈកាត់ជាម៉ូតជាអីដើម្បីយកទៅដាំនៅផ្ទះចឹងណាបងប្អូននេះគឺជាម៉ូតដែលដោះគ្រប់ខ្នែងតែម្ដងគឺខ្ញុំពេញចិត្តខ្លាំងមែនតើណាបងប្អូនគ្នាឥឡូវបើសិនជាចង់ដឹងថាខ្ញុំយកទៅធ្វើបែបណាបងប្អូនគ្នាអាចតាមដានវីដេអូរបស់ខ្ញុំអស់គ្នាណាគឺស្អាតខ្លាំងមែនតើចាំមើលខ្ញុំធ្វើហើយសម្រាប់នៅថ្ងៃនេះគឺថ្ងៃរះមកគឺស្អាតខ្លាំងមែនតើជាមួយនឹងទេសភាពហើយនឹងដាំដំណាំកប៉ិកប៉ុកនៅតាមលបងតាមក្នុងដីកតនេអញ្ចឹងគឺមួយយ៉ាងដែរបងប្អូនគ្នាខ្ញុំទៅដល់ហ្នឹងគឺឃើញទស្សនភាពដែលគាត់នៅទៅពីអ្នកយាយតាហើយក៏ដាំរបៀបថាដាំបាយជាមួយនឹងឆ្នាំងដីអាចរបៀបថាឆ្នាំងយើងបកាត់ភ្លើងអញ្ចឹងគឺខ្ញុំឃើញហើយគឺមានអារម្មណ៍ថាតំណងខ្លាំងមែនតើគឺចង់នៅបែបនេះបងប្អូនគ្នាហើយសកម្មភាពផ្សេងគឺខ្ញុំបានធ្វើការលាងទឹកលាងអីស្អាតហើយខ្ញុំយកទៅដាក់នឹងបងដើម្បីយើងតម្រែតម្រង់ឬក៏យើងទៅធ្វើដើម្បីឲ្យវាមានអ្វីមានខ្លីក្លែកទៅមួយទៀតក៏ឃើញនៅកលិតលបងមួយទៀតអីយ៉ាស់ប៉ះជាមួយនឹងគីងកុកបងប្អូនគ្នាគឺគេនៅចាំកន្លែងហ្នឹងអញ្ចឹងណាក៏បានសុំគេសុំអីហើយយើងទៅមើលថាគឺយើងទៅកាត់បន្តដើម្បីឲ្យយើងយកមកហើយយើងយកមកដាក់តម្រែតម្រង់គ្នាគឺមិនដំបូងគឺខ្ញុំកាត់តែតូចទេដើម្បីទុកឲ្យវែងមួយទៅពីលូតអញ្ចឹងប៉ុន្តែបងក៏ថាអត់ទេកាត់ទាំងអស់ទៅដើម្បីពីលូតលាស់មកក្រោមមកទៀតកាន់តែស្អាតបែកមេសាខាឬក៏វាបែកកោតមកកាន់តែស្អាតអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាខ្ញុំកាត់ទាំងអស់តែម្ដងដល់ពេលខ្ញុំកាត់ហើយគឺខ្ញុំបានយកមកលាងទឹកហើយយើងជាមួយទេសភាពគឺវារបៀបថាវាក្តៅមកវាតំណងណាអញ្ចឹងបងប្អូនគ្នាឥឡូវខ្ញុំក៏សម្រេចចិត្តថាខ្ញុំនឹងយកមកតម្រឹមមិនដំបូងគឺតម្រឹមមិនត្រូវទេគឺតម្រឹមគិតថាខ្ញុំនឹងយកមកដាក់អាខ្លីដល់ខ្លីវែងហើយដាក់តម្រៀបឈិះគ្នាអញ្ចឹងយើងយកដបទឹកមកដើម្បីយកមករុំជុំវិញហើយយើងគិតថាយើងនឹងយកមកតម្រុំដើម្បីឲ្យវាវិលឲ្យវាជុំឲ្យវាមូលហើយមានខ្លីមានវែងអញ្ចឹងហើយវាគិតយូរទៅវាមិនដូចការគិតអូនគ្នាគឺពិបាកខ្លាំងមែនតើណាពេលថាវាអ្នកធ្វើវាពិបាកអញ្ចឹងដល់ពេលយើងធ្វើស្អាតមកគេថាវាមិនងាយស្រួលទេអញ្ចឹងបានគេថាយើងទៅផ្សារទំនើបឬក៏ទៅកន្លែងគិលក់ឃើញមកសាមញ្ញតែបើយើងមិនចេះធ្វើវាពិបាកហ្នឹងតែគាត់ចេះធ្វើវាឃើញគេកប៉ិកប៉ុកចេញមកស្អាតតែម្ដងហើយក៏សម្រេចចិត្តថាអូប្រហែលជាមិនកើតទេដល់ពេលមិនកើតក៏សម្រេចចិត្តថាកាត់កំប៉ុងវិញកាត់កំប៉ុងជាពីរហើយចាប់ដើមដោតចូលកំប៉ុងវិញឲ្យវាមូលចូលគ្នាហ្មងទៅវាស្រួលជាងពេលអញ្ចឹងវាពិបាក
អញ្ចឹងណាមួយយើងយកមកដាក់ក្នុងថូនោះវាពិបាកវាមិនដូចជាយើងមូអញ្ចឹងទេហើយក៏សម្រាប់ចិត្តថាកាត់កំប៉ុងជាពីរហើយយើងមកដាក់ក្នុងកំប៉ុងហើយយើងដាក់វែងមុនដាក់វែងហើយក៏យើងដោតខ្លីៗតូចខ្លីៗតាមក្រោមអញ្ចឹងដើម្បីឲ្យវាមើលទៅឃើញពីតូចពីខ្លីរហូតដល់វែងអញ្ចឹងបងហើយនេះគឺជាសកម្មភាពដែលខ្ញុំដោតហើយគឺវាស្អាតក៏បងប្អូនគ្នាមើលតាមហ្នឹងប៉ុន្តែវាជាមួយយ៉ាងដែរអញ្ចឹងណាវាមិនដូចយើងនៅដោះតាមលបងយើងយកមកកាត់ហើយយកមកដាក់ក្នុងកំប៉ុងហើយបន្ទាប់មកគឺខ្ញុំបានមកដល់ភ្នំពេញវិញខ្ញុំក៏ចូលទិញថូដើម្បីយកមកដាក់គឺវាមួយយ៉ាងដែរគឺវាមិនស្អាតខ្លាំងណាស់ទេប៉ុន្តែវាមួយយ៉ាងដែរវាខុសពីយើងទិញតាមផ្សារយកមកដាក់ក្នុងថូអញ្ចឹងហើយសម្រាប់សកម្មភាពផ្សេងបងប្អូនមើលតាមហ្នឹងទៅហើយអរគុណច្រើនសម្រាប់ការតាម